ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននាំកូនៗរបស់ខ្ញុំទាំង3នាក់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ Orchid សែនសុខសម្រាប់បងប្អូនដែលចង់នាំកូនៗទៅពិនិត្យសុខភាពដែរតែមិនដឹងនាំទៅពេទ្យណាហើយតើការពិនិត្យសុខភាពនឹងគេពិនិត្យលើអីគេខ្លះបងប្អូនអាចមើលវីដេអូរបស់ខ្ញុំបាននេះគឺជាវីដេអូទី1ដែលខ្ញុំរៀបរាប់ពីកូនស្រីពៅរបស់ខ្ញុំចេណាពេលចូលមកដល់ខ្ញុំក៏បានទៅចុះឈ្មោះឲ្យកូនរបស់ខ្ញុំទាំង3សម្រាប់ចេណាក៏ខ្ញុំយកក៏ចាប់$60អញ្ចឹងណាបងប្អូនទាំងអស់គ្នាដោយសារតែចេណាទើបតែអាយុ6ខែអញ្ចឹងអត់ទាន់ពិនិត្យសុខភាពអីច្រើនដោយកូនប្រុសខ្ញុំច្បងទាំងពីរបើកូនប្រុសច្បងត្រូវពិនិត្យច្រើនតែខ្ញុំនឹងរៀបរាប់នៅវីដេអូបន្តទៀតអញ្ចឹងណាដោយសារតែយើងអាចដាក់បានវែងទេហើយចេណាពេលឡើងមកដល់អ្នកគ្រូពេទ្យវាស់កម្ដៅថ្លើងគីឡូវាស់កម្ពស់អីចឹងណាយើងក៏រងចាំដើម្បីចូលពិនិត្យឥឡូវយើងបានចូលពិនិត្យហើយគឺលោកគ្រូពេទ្យគាត់បានពិនិត្យបេះដូងពិនិត្យសួតពិនិត្យតិចច្រមុះកំពង់កប្រព័ន្ធប្រសាទកណ្ដាលពិនិត្យពោះរបស់កូនអញ្ចឹងណាហើយពិនិត្យមើលស្បែកមើលសុខភាពមាត់គាត់មើលធ្មេញមើលអីចឹងហើយមើលចាញ់មើលកំពង់កហើយនឹងផ្សេងហ្នឹងគឺមើលការលូតលាស់របស់កូនពេលពិនិត្យមើលហើយអស់គឺលោកគ្រូពេទ្យបានចាក់វ៉ាក់សាំងហ្នឹងគឺការពារជំងឺស្អុយកញ្ជ្រឹះនិងស្លតែនសម្រាប់កូនខ្ញុំអាយុ6ខែហើយអ្វីដែលកាន់តែពិសេសឲ្យបងប្អូននាំកូនទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យហ្នឹងណាគឺលោកគ្រូពេទ្យអត់ឲ្យថ្នាំបញ្ចុះកម្ដៅទេដោយសារតែថ្នាំរបស់គាត់គឺនាំចូលមកពីអាមេរិកបារាំងហើយនិងប៉ែកអឺរ៉ុបអញ្ចឹងភាគរយនៃការក្តៅខ្លួនគឺតិចមែនទែនបន្ទាប់ពីត្រូវមកបញ្ចូលហើយគឺយំយកអញ្ចឹងទៅអាហារគេលងឲ្យជីកលេងដើម្បីលងចិត្តឲ្យបាត់យំឲ្យភ្លេចអញ្ចឹងណាលងហើយបាត់យំឥឡូវចូលដល់បន្ទប់ដើម្បីពិនិត្យឈាមអ្នកគ្រូបងឈាមយកទៅពិនិត្យសម្រាប់ការពិនិត្យឈាមនេះគឺយើងពិនិត្យដើម្បីរាប់គ្រាប់ឈាមពិនិត្យមើលក្រមឈាមពិនិត្យមើលជាតិដែកពិនិត្យមើលជាតិដែកដែលស្តុកទុកអីអញ្ចឹងទៅហើយមួយទៀតយើងមើលមុខងារថ្លើមហើយនិងសារធាតុរ៉ែសូដ្យូមនិងប៉ូតាស្យូមសម្រាប់ការពិនិត្យទឹកនោមវិញគឺគេមើលទៅលើមុខងារតម្រំនោមអញ្ចឹងណាបងប្អូនបន្ទាប់ពីចាក់វ៉ាក់សាំងហើយបូមឈាមផងអីផងឥឡូវគឺអស់ខ្យល់ហើយគេងលក់ស្អាតតែម្ដងហើយនេះគឺជាសៀវភៅតាមដានសុខភាពកូនរបស់ខ្ញុំដែលក្នុងសៀវភៅហ្នឹងគឺមានការភាគចាក់វ៉ាក់សាំងរបស់កូននិងតារាងដើម្បីតាមដានគីឡូកម្ពស់របស់កូនតើការលូតលាស់តាមស្តង់ដារអត់ចឹងណាបងប្អូនចំពោះលទ្ធផលបឋមរបស់កូនស្រីខ្ញុំចេណាគឺល្អទាំងអស់តែម្ដងរាងកាយរបស់គាត់គឺគីឡូកម្ពស់អីគឺស្តង់ដារអញ្ចឹង